បាទសិលគោលចឹងកន្លែងនេះយើងបង្ហាញពីមុខងារពាក់ព័ន្ធជាមួយនឹង location tracking របស់យើងអញ្ចឹងជាដំបូងខ្ញុំបង្ហាញមុខងាររបស់ admin សិនអញ្ចឹងទី1ដើម្បីដាក់ដំណើរការមុខងារហ្នឹងពេលដែលលោកគ្រូចូលទៅកាន់កន្លែងការកំណត់ទូទៅនេះតមកឃើញមាន menu មួយដែលដាក់ថា workplace អញ្ចឹង workplace នេះគឺជាការកំណត់ថាtracking ហ្នឹងទីតាំងមានទីតាំងវ៉នកន្លែងធ្វើការរបស់គ្រូទីពេទ្យឬក៏អីហ្នឹងថានៅទីណាហើយនៅពេលដែលចូលមកវានឹង default បិទអីចឹងលោកគ្រូបើកវាទៅអញ្ចឹងនៅពេលលោកគ្រូបិទអានេះ mobile app ឬក៏មុខងារទាំងអស់ហ្នឹងនឹងលែងដំណើរការពាក់ព័ន្ធមក tracking ហើយអញ្ចឹងលោកគ្រូទៅ enable វាសិនមកហើយតមកលោកគ្រូកំណត់ទីតាំងថាកន្លែងការងាររបស់លោកគ្រូនៅណាទាំងមូលមកអញ្ចឹងពេលលោកកំណត់ហើយបន្ទាប់មកកំណត់ទំហំ radius អីចឹងទៅអញ្ចឹងនៅពេលដែលកំណត់ចឹងនៅពេលដែលក្នុងការចាប់ GPS របស់យើងពេលដែលទិសដៅរបស់គាត់ចេញពីរង្វង់ហ្នឹងយើងនឹងកំណត់ថាគាត់ហ្នឹងបានចេញពីកន្លែងធ្វើការហើយអញ្ចឹងណាបាទហើយយើងរក្សាទុកមកបន្ទាប់មកពេលបើកអាហ្នឹងហើយត្រូវចូលមកកាន់កន្លែងបញ្ជីអ្នកត្រូវតាមដានមួយនេះបញ្ជីនេះគឺមានន័យថាយើងលីសមកទាំងអស់ថាបុគ្គលិកយើងមានប៉ុន្មានប៉ុន្តែ by default គឺអត់ tracking គាត់ទេក្នុង system របស់យើងអញ្ចឹងលោកគ្រូគាត់ចុចបើកទៅអញ្ចឹងខ្ញុំថាបើកឈ្មោះ super admin អីចឹងមួយទៅនៅពេលដែលបើកហើយវានឹងallow ហើយអញ្ចឹងនៅពេលដែលគាត់បើក mobile app នឹង load មាន track តែសុំគាត់ថាឲ្យអនុញ្ញាត location អីចឹងធម្មតាទៅបន្ទាប់មកនៅពេលដែលគាត់ scan check in មានន័យថាមុខងារ track របស់យើងគឺ track នៅចន្លោះគាត់ធ្វើការអញ្ចឹងនៅពេលដែលគាត់ check in ហើយវានឹងចាប់ដើម track ហើយនៅពេលដែលគាត់ឈប់scan check out ហើយវានឹងឈប់ track ហើយអញ្ចឹងណាហើយនៅពេលដែលវា track ហើយនៅក្នុងកន្លែងវត្តមានទាំងអស់នេះនឹងមានព័ត៌មានឲ្យមើលដូចជាឧទាហរណ៍ខ្ញុំបង្ហាញនេះចូលមួយនេះមកតែនេះជាទម្រង់ដោយសារលោកគ្រូអត់មានតិន័យខ្ញុំបង្ហាញនៅក្នុងប្រព័ន្ធរបស់ពួកខ្ញុំដែលមានទម្រង់បែបនេះអញ្ចឹងវានឹងបង្ហាញឈ្មោះម្នាក់ហ្នឹងហើយនឹងមានជាប៊ូតុងមួយនេះមួយអញ្ចឹងនៅពេលដែលមាន location tracking វានឹងមានប៊ូតុងហ្នឹងហើយអញ្ចឹងគាត់ចុចលើហ្នឹងទៅប្រព័ន្ធនឹងបង្ហាញមកព័ត៌មានរបស់គាត់ថាដូចជាបែបនេះអញ្ចឹងវាមានព័ត៌មានដូចជាទី1គាត់ទៅក្រៅតំបន់ការងារហ្នឹងប្រហែលដងដូចនេះអញ្ចឹងគាត់បង្ហាញចេញពីតំបន់ការងារមកករណីអញ្ចឹងទៅចម្ងាយប៉ុណ្ណារយៈពេលប៉ុណ្ណាអញ្ចឹងទៅហើយបាត់បង់ការតបជាប់នេះមានករណីគាត់លួចបិទ GPS ឬក៏អ៊ីនធឺណិតគាត់ slow ឬក៏គាត់បិទអ៊ីនធឺណិតឬក៏អីប្រព័ន្ធនឹង tracking មហាកន្លែងតំបន់ទាំងអស់ហ្នឹងវាបាត់បង់ទំនាស់ភ្ជាប់វាមើលទៅគួរឲ្យសង្ស័យអញ្ចឹងទៅហើយជាព័ត៌មានមួយចំនួនសម្រាប់ពាក់ព័ន្ធមួយ tracking ហើយនៅពេលដែលលោកគ្រូបិទអូនថាចង់ឈប់ tracking វិញអាចបិទនៅក្នុងនេះទាំងដលហ្មងមានអានេះគឺបិទទាំងអស់គ្នាហើយអានេះគឺបិទម្នាក់នៅពេលដែលបិទភ្លាមវានឹងឈប់ tracking ហើយនឹងគឺមុខងាររបស់យើងពាក់ព័ន្ធមួយ tracking ប៉ុណ្ណឹង